ដើមសាច់រឿងមកហើយយើងបានឃើញនៅបរិបទពីរនាក់ដែលគេគឺជាកម្ពុជាឃាតករឬមួយក៏យើងអាចហៅបានថាគឺជាក្រុម assassin ហើយដែលមិនដឹងថាហេតុអីនោះទេនៅពេលដែលបានជួបគ្នាភ្លាមពួកគេហាក់ដូចជាមានគំនុំជាមួយនឹងគ្នាតាំងពីមុនមកអញ្ចឹងតែបានបើកការវាយប្រហារយ៉ាងស៊ីសែហត់ឈាមជាមួយនឹងគ្នានៅលើដំបូលអគារមួយនោះភ្លាមៗតែម្ដងខណៈពេលប្រយុទ្ធគ្នាអស់មួយសន្ទុះបារម្ភម្នាក់ដែលពេលរបាំងមុខក៏បានរបូតនៅអាវុធរបស់ខ្លួនចេញពីដៃឆ្លៀតពេលនេះគេក៏បានប្រើប្រាស់នៅអាវុធសម្ងាត់ក្នុងគោលបំណងចង់ឆក់យកជីវិតរបស់គូសទិដ្ឋរបស់គេតែម្ដងតែអ្វីដែលគេបានគិតក៏ត្រូវបានអាសាបង់ដោយបើទោះបីជាគេប្រើប្រាស់នៅអាវុធសម្ងាត់អស់ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក៏គេនៅតែមិនមែនជាដៃគូរបស់បារម្ភម្នាក់ទៀតនោះដែរដែលបែបនេះនៅចុងក្រោយគេក៏ត្រូវបានស្លាប់នៅក្នុងដៃរបស់បារម្ភម្នាក់នោះបាត់ទៅបន្ទាប់ពីបានយកឈ្នះទៅកាន់គូសទិដ្ឋរបស់ខ្លួនរួចហើយវាក៏នៅតែបន្តបញ្ចប់នោះដែរគេក៏បានធ្វើដំណើរមកដល់កន្លែងមួយដើម្បីសម្លាប់នៅមនុស្សម្នាក់ទៀតហើយដែលបានឃើញឱកាសល្អមិនចាំយូរគេក៏បានលើកដដារបស់ខ្លួនឡើងចាក់សម្លាប់ទៅកាន់គេម្នាក់នោះឲ្យស្លាប់ដូចគ្នាសាច់រឿងក៏បានកាត់ទៅដល់ក្នុងថ្នាក់រៀនមួយដែលយើងបានឃើញក្មេងប្រុសម្នាក់ដែលជាតួឯករបស់យើងនៅក្នុងរឿងមួយនេះដែលគេមានឈ្មោះថាអាគីរ៉ាខណៈពេលដែលកំពុងតែមើលរឿងអ៊ីស៊ីកៃហ្នឹងក៏ស្រាប់តែទូរស័ព្ទរបស់គេក៏ចាប់ផ្ដើមគាំងហើយនឹងបានលេចឡើងនៅថាមពលអ្វីម្យ៉ាងនៅក្នុងថ្នាក់រៀនទាំងមូលរួចក៏បានស្រូបទាញពួកគេទៅកាន់ពិភពមួយផ្សេងទៀតនៅពេលមកដល់ភ្លាមពួកគេក៏បានជួបជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីនេះនៅពេលមកដល់ភ្លាមគាត់ក៏បានប្រាប់ឲ្យពួកគេស្ដាប់ហើយដោយសារតែមានមនុស្សមួយចំនួនមិនព្រមស្ដាប់នៅពាក្យសម្ដីដែលគាត់បាននិយាយគាត់ក៏បានស្រែកថាឲ្យពួកគេបន្តិចទៅក៏ដូចជាបានណែនាំនៅវត្តមានស្ដេចនៃនគរមួយនេះឲ្យទៅកាន់ពួកគេបានស្គាល់សួស្ដីអ្នករាល់គ្នាខ្ញុំគឺជាស្ដេចនៅទីនេះរឿយៗខ្លាំងណាស់ចំពោះវត្តមានអ្នករាល់គ្នាដែលបានមកកាន់ពិភពលោកមួយនេះដែលវាគឺមានឈ្មោះថា Morrigan ជាដំបូងសូមស្ដាប់ខ្ញុំជាមុនសិនមូលហេតុដែលធ្វើអ្នកទាំងអស់គ្នាមកកាន់ទីនេះច្បាស់ណាស់វាគឺជាគោលបំណងរបស់ខ្ញុំបានកោះហៅអ្នកទាំងអស់គ្នាមកកាន់ទីនេះក៏ព្រោះតែដឹងថាអ្នករាល់គ្នាគឺមាននូវសមត្ថភាពពិសេសដែលអាចទប់ទល់ជាមួយនឹងបិសាចគឺជាការគំរាមកំហែងក៏ដូចជាបានអុកឡុកមកកាន់ទីក្រុងមួយនេះយ៉ាងខ្លាំងប្រសិនបើគ្មានជំនួយពីអ្នកទាំងអស់គ្នានោះទេមិនយូរមិនឆាប់ពិភពលោកមួយនេះប្រកាសជាត្រូវចប់ជាមិនខានស្ដាប់ចប់អាគីរ៉ាក៏បានដឹងភ្លាមថានេះគឺជាសាច់រឿងនៅក្នុងរឿងអ៊ីស៊ីកៃដែលគេបានអានមុននេះដូច្នេះហើយគេក៏អាចសន្មតបានថាគេគឺបានឆ្លងភពចូលមកកាន់ពិភពលោកនៅក្នុងរឿងអ៊ីស៊ីកៃដែលគេបានអានបន្តិចក្រោយមកព្រឹទ្ធាចារ្យក៏បានឡើងមកនិយាយក៏ដូចជាបានស្នើសុំឲ្យពួកគេប៉ះនៅត្បូងអ្វីម្យ៉ាងដើម្បីវាស់ស្ទង់នៅសមត្ថភាពរបស់ពួកគេរៀងៗខ្លួនមិនចាំយូរមនុស្សម្នាក់ក៏បានឡើងទៅវាស់ស្ទង់នៅសមត្ថភាពរបស់ពួកគេហើយវាគឺពិតជាដូចអ្វីដែលពួកគេបាននិយាយពិតមែនមនុស្សម្នាក់គឺពិតជាទទួលបាននៅកម្លាំងសមត្ថភាពពិតជាគួរឲ្យចាប់អារម្មណ៍លើកលែងតែប្រធានថ្នាក់ដែលមាននៅចំណាត់ថ្នាក់ក៏ដូចជាសមត្ថភាពខ្ពស់ជាងគេដែលត្រូវបានចាត់តាំងថាគឺជា hero ឬមួយក៏វីរបុរសខុសប្លែកអ្វីតែតួឯករបស់យើងដែលមានឋានៈជា assassin ឬមួយក៏យើងស្គាល់ថាជាឃាតករដែលមិនអាចប្រើប្រាស់នៅធម្មពលវេទមន្តដូចជាអ្នករាល់គ្នាបានគិតរួចតួឯករបស់យើងក៏បានប្រើប្រាស់នូវសមត្ថភាពឬមួយក៏ជំនាញពិសេសរបស់ខ្លួនមួយបំបាំងកាយកិច្ចចេញពីខ្សែភ្នែករបស់អ្នករាល់គ្នាក៏ដូចជាបានដើរតាមពួកគេដោយស្ងាត់ជាមួយនឹងគ្នានឹងដែរជាក៏បានឃើញវត្តមានរបស់បារម្ភម្នាក់ដែលបានកលេចមើលមកកាន់អាគីរ៉ាក្នុងគោលបំណងដូចជាបានដឹងនៅរឿងអ្វីម្យ៉ាងសាច់រឿងក៏បានកាត់មកដល់ពេលយប់អាគីរ៉ាដែលជាតួឯករបស់យើងក៏នៅតែមិនទាន់បោះបង់នៅការតាមដានរបស់គេនោះដែរដែលគេបានតាមដានស្ដេចចូលមកកាន់ដំណាក់របស់គាត់ផ្ទាល់តែម្ដងមិនតែប៉ុណ្ណោះហាក់ដូចជាមានគោលបំណងចង់សម្លាប់ស្ដេចមួយនេះចោលថែមទៀតផងជាងណាមិញនៅចុងក្រោយគេក៏មិនបានសម្រេចចិត្តសម្លាប់ស្ដេចមួយនេះចោលនោះដែរកលែងមកកាន់ក្រុម hero របស់យើងឯនេះវិញបន្ទាប់ពីបានតេស្តនៅសមត្ថភាពរបស់ខ្លួនរៀងៗខ្លួនហើយនឹងគេក៏បានជប់លៀងក៏ដូចជាសោយសុខនៅក្នុងរាជវាំងមួយនេះយ៉ាងមានក្តីសុខហើយភ្លាមនោះប្រធានថ្នាក់របស់ពួកគេក៏បានងើបឈរឡើងក៏ដូចជាបាននិយាយដាស់ស្មារតីទៅកាន់អ្នករាល់គ្នាថាពួកគេគឺជា hero នៅពិភពលោកមួយនេះដោយនេះហើយពួកគេគឺមានតួនាទីជួយការពារទៅដល់ប្រជាជនក៏ដូចជាទីក្រុងទាំងមូលពួកយើងគឺនឹងមិនបណ្ដាយឲ្យពពួកបិសាចចូលមកឈ្លានពានមកកាន់ទីក្រុងមួយនេះបានទៀតឡើយលើបែបនេះមករួមថ្នាក់ទាំងអស់គឺពិតជាពេញចិត្តក៏ដូចជាគ្រប់គ្រងទៅកាន់ពាក្យសម្ដីរបស់ស៊ូកាសាដែលត្រូវជាមេក្រុមរបស់ពួកគេយ៉ាងខ្លាំងក្រោយពីញ៉ាំនៅអាហារថ្ងៃត្រង់រួចហើយពួកគេក៏ដល់ពេលដែលត្រូវវឹកហាត់ក៏ដូចជាបង្វឹកនៅសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀតដែលថ្ងៃនេះដែរពួកគេគឺត្រូវជួបជាមួយនឹងមេបញ្ជាការ Ren ខណៈពេលនឹងដែរតួឯករបស់យើងគឺមិនបាននៅវឹកហាត់ជាមួយនឹងគេនោះទេគេក៏បានប្រើប្រាស់នូវសមត្ថភាពបំផាំងកាយរបស់ខ្លួនដើរចាក់ចេញពីទីនេះបាត់ទៅ
ដែលបែបនេះជាក៏បានឃើញផងដែរថាមេបញ្ជាការ Ren បានប្រាប់ទៅកាន់កូនចៅរបស់គាត់ឲ្យជួយបង្វឹកទៅកាន់អ្នករាល់គ្នាគាត់គឺមានភារកិច្ចបន្តិចបន្តួចត្រូវដោះស្រាយនិយាយចប់គាត់ក៏បានដើរស្ងាត់ៗមកជួបជាមួយនឹងតួឯកប្រុសរបស់យើងដែលបានធ្វើឲ្យគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែមេបញ្ជាការម្នាក់នេះគឺអាចមើលធ្លុះអំពីសមត្ថភាពបំបង្ការរបស់ខ្លួនមិនចាំយូរគេក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារខណៈពេលដែលហៀបនឹងដកកំបិតរបស់ខ្លួនចេញមកទៅហើយនោះក៏ស្រាប់តែមេបញ្ជាការ Ren ក៏បាននិយាយឲ្យគេស្ងប់អារម្មណ៍ខ្លួនមកទីនេះមិនមានគោលបំណងអាក្រក់អ្វីនោះទេហើយគេក៏បានប្រាប់អំពីមូលហេតុដែលអាចមើលធ្លុះនៅសមត្ថភាពរបស់តួឯកប្រុសរបស់យើងបានក៏ព្រោះតែគេគឺមាននៃការផ្នែកពិសេសដែលវាគឺមានសមត្ថភាពអាចមើលធ្លុះនៅអ្វីគ្រប់សពបែបយ៉ាងហើយបន្ទាប់ពីនិយាយគ្នាអស់មួយសន្ទុះធំពួកគេក៏បានយល់ស្របគ្នាដែលថាមេបញ្ជាការ Ren នឹងស្ម័គ្រចិត្តចូលមកបង្វឹកទៅកាន់តួឯកប្រុសរបស់យើងផ្ទាល់តែម្ដងដែលវាមានទាំងការលត់ដំរាងកាយកម្លាំងធម៌ពលក៏ដូចជាល្បឿនផ្សេងៗទៅតាមសមត្ថភាពដែលគេទទួលបានរួចពីការវឹកហាត់នេះហើយពួកគេក៏បានបញ្ជួបគ្នាម្ដងទៀតដែល Kira ក៏បានប្រកល់នៅសៀវភៅមួយដែលបានមកអំពីការតាមដាននៅក្នុងរាជវាំងនៃដំណើររបស់ស្ដេចកាលពីថ្ងៃមុនដែលជាមួយនឹងគ្នានោះគេក៏បានប្រាប់ផងដែរថាគេហាក់ដូចជាមានការសង្ស័យទៅកាន់ស្ដេចក៏ប៉ុន្តែគេមិនទាន់មានភស្តុតាងច្បាស់នោះទេឮបែបនេះលោកមេតប Ren ក៏បាននិយាយទៅកាន់ Akira ថាគេហាក់ដូចជាមានសំណើស្នើសុំឲ្យគេជួយខ្លួនមួយក៏ព្រោះតែខ្លួននឹងហាក់ដូចជាមានគោលបំណងចង់ធ្វើរដ្ឋប្រហារទម្លាក់ស្ដេចមួយនេះចេញពីតំណែងចឹងហើយគេដូចជាចង់ឲ្យតួឯកប្រុសរបស់យើងនឹងប្រើនៅវិជាសម្ងាត់របស់ខ្លួនចូលលបទៅធ្វើខេស្ដេចក៏ប៉ុន្តែក៏ត្រូវបាន Akira បដិសេធដែលគេក៏បានតបទៅវិញថាតាមពិតទៅគេក៏មានឱកាសម្ដងនៅក្នុងការធ្វើខេស្ដេចផងដែរក៏ប៉ុន្តែគេក៏បានសម្រេចចិត្តមិនធ្វើវាវិញក៏ព្រោះតែគេមិនទាន់មានភស្តុតាងច្បាស់ណាមួយហាក់ដូចជាមិនចាំបាច់អ្វីនៅក្នុងការសម្លាប់នោះឡើយសាច់រឿងក៏បានកាន់មកដល់ថ្ងៃថ្មីនៅពេលដែលគេដើរមកសួរសុខទុក្ខទៅកាន់ប្រជាជនទាំងអស់អ្នកគ្រប់គ្នាគឺពិតជាស្វាគមន៍ទៅកាន់ក្រុម hero របស់យើងជាខ្លាំងជាមួយនឹងគ្នានោះជាក៏បានឃើញវត្តមានរបស់ក្មេងស្រីម្នាក់ដែលបានសម្លឹងមកកាន់ពួកគេពីចម្ងាយហាក់ដូចជាមានគោលបំណងអ្វីលាក់បាំងដូច្នោះដែរយ៉ាងណាមិញរឿងមួយនេះគឺមិនអាចកិច្ចចេញពីខ្សែភ្នែករបស់តួឯកប្រុសរបស់យើងបាននោះឡើយភ្លាមៗគេក៏បានស្ទុះទៅពីក្រោយខ្នងរបស់នាងក៏ដូចជាបានធ្វើឲ្យនាងគឺពិតជាភ្ញាក់ផ្អើលជាមួយនឹងល្បឿនរបស់គេយ៉ាងខ្លាំងតែយ៉ាងណាមិញនាងមិនបានកោតខ្លាចទៅកាន់គេនោះទេថែមទាំងស្រែកដាក់គេថែមទៀតផងថាឯងគឺជា hero ដែលគេគោរពក៏ប៉ុន្តែពួកឯងមិនដឹងអំពីតម្លៃដែលត្រូវតបស្នងនៅក្នុងការកោះហៅ hero ដូចជាពួកឯងនោះទេមើលទៅកាន់ពួកឯងហាក់ដូចជាគោរពទៅកាន់ស្ដេចមួយនោះខ្លាំងណាស់ក៏ប៉ុន្តែពួកឯងមិនដឹងនោះទេថាស្ដេចមួយនោះបានធ្វើអ្វីខ្លះនៅពីក្រោយខ្នងរបស់ពួកឯងនិយាយចប់នាងក៏បានដើរចាក់ចេញពីគេបាត់ទៅសាច់រឿងក៏បានកើតមកដល់ពេលដែលក្រុម hero របស់យើងបានចេញមកប្រយុទ្ធជាមួយនឹងពពួកបិសាចដែលវាគឺជាដងចិនកម្រិតមធ្យមមួយដែលមាននៅពពួកបិសាចច្រើនខ្លាំងមែនទែនក៏ប៉ុន្តែកម្រិតរបស់វាហាក់ដូចជាមិនសូវខ្លាំងក្លាប៉ុន្មាននោះទេគ្រាន់តែមានចំនួនច្រើនឃើញអញ្ចឹង hero របស់យើងម្នាក់ៗគឺពិតជាស្វិតស្វាញខ្លាំងមែនទែននៅក្នុងការបញ្ចេញនូវសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងពពួកបិសាចទាំងអស់នេះក៏ប៉ុន្តែដោយសារតែពពួកបិសាចទាំងអស់នេះមានចំនួនច្រើនខ្លាំងពេកដែលធ្វើឲ្យពួកគេគឺពិបាកទប់ទល់ខ្លាំងណាស់វាយមកតង់ហើយមកតង់ទៀតនិយាយទៅគឺទប់ទល់មិនចេះចប់មិនចេះហើយនោះទេដែលធ្វើឲ្យពួកគេស្ទើរតែហត់ស្លាប់ទៅហើយចឹងហើយពួកគេក៏បានសម្រេចចិត្តវាយទម្លុះចេញទៅខាងក្រៅតែម្ដងតាន់ពេលដែលកម្លាំងរបស់គេត្រូវបានប្រើប្រាស់អស់នៅពេលគិតថារួចខ្លួនទៅហើយហ្នឹងក៏ស្រាប់តែនៅខាងលើហ្នឹងគឺមានបិសាចច្រើនជាងផ្នែកខាងក្រោមទៅទៀតដល់បែបនេះស៊ូកាសាដែលត្រូវជាប្រធានថ្នាក់របស់ពួកគេក៏បាននឹកឃើញទៅដល់ដំបាល់មួយដែលប៉នាងបានប្រកល់មកឲ្យខ្លួនថាទុកប្រើប្រាស់នៅពេលមានអាសន្នមិនចាំយូរគេក៏បានប្រើប្រាស់ដំបាល់មួយនោះគប់ទៅកាន់ពពួកបិសាចក្នុងគប់បំណងសម្លាប់ពួកវាចោលក៏ប៉ុន្តែផ្ទុយស្រឡះដំបាល់មួយនោះមិនបានធ្វើឲ្យពពួកបិសាចរងរបួសនោះទេថែមទាំងបានធ្វើឲ្យពួកវាប្រមូលផ្ដុំគ្នាប្រែក្លាយទៅជាបិសាចដ៏ធំមួយដែលមានឈ្មោះថាមេណាត័រឬមួយក៏យើងស្គាល់ថាជាមេបិសាចគោហើយកុំថាស្គាល់ឡាជាពិសេសអ្នកលេង MOBA ទាំងអស់ដឹងតែស្គាល់ហើយអាប៉ែមីណាត័រហ្នឹងអូខេត្រឡប់មកកាន់សារហេប៉ុនយើងវិញនៅពេលបានឃើញបែបនេះតួឯកប្រុសរបស់យើងមិនចាំយូរនោះទេគេក៏បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនចូលទៅវាយប្រហារជាមួយនឹងបិសាចមួយនោះក៏ប៉ុន្តែមិនអាចធ្វើអ្វីទៅកាន់វាបាននោះទេស្បែករបស់វាគឺពិតជាតាន់ខ្លាំងណាស់ថែមទាំងបានធ្វើឲ្យដាល់របស់គេត្រូវបាក់ថែមទៀតផងខណៈពេលនឹងដែរក្លែងមកកាន់ប្រធានថ្នាក់ស៊ូកាសារបស់យើងវិញមុនពេលមកកាន់ទីនេះគេគឺពិតជាមានអំណួតខ្លាំងមែនទែនក៏ប៉ុន្តែជាក់ស្ដែងនៅពេលដែលបានប៉ះជាមួយនឹងបិសាចដ៏ខ្លាំងក្លាបែបនេះគេក៏បានប្រែក្លាយទៅជាមនុស្សកំសាក់ភ្លាមដៃជើងគឺញ័រអស់ហើយមិនអាចសំបីតែកាន់អាវុធបានជាមួយនឹងគ្នានោះសភាពរបស់គេហាក់ដូចជាមិនសូវស្រួលដែលធ្វើឲ្យអាគីរ៉ាចាប់អារម្មណ៍នឹងរឿងមួយនេះក៏បានប្រាប់ឲ្យក្មេងស្រីម្នាក់ប្រើប្រាស់នូវថាមពលរបស់នាងដើម្បីត្រួតពិនិត្យទៅកាន់គេហើយមួយសន្ទុះក្រោយមកនាងក៏បានដឹងថាប្រធានថ្នាក់របស់ពួកគេគឺត្រូវបានជាប់បណ្ដាសារបស់នរណាម្នាក់
ត្រឡប់មកកាន់តួឲ្យប្ររបស់យើងវិញភ្លាមៗគេក៏បានរួមដៃគ្នាជាមួយនឹងមេបញ្ជាការ៉ានឬមួយក៏លោកមេតបរ៉ានដែលបានសុំឲ្យគាត់ធ្វើជាជំនួយមកកាន់គេដែលគេគឺនឹងលបធ្វើការវាយប្រហារដ៏ធំមួយទៅកាន់មេបិសាចមួយនោះក៏ប៉ុន្តែគេចង់ឲ្យលោកមេតបរ៉ាននឹងប្រើប្រាស់នៅវិជាសម្ងាត់របស់ខ្លួនដូចគ្នាដើម្បីដាក់ស្តាន់ទៅកាន់មេបិសាចមួយនោះផ្ដល់ឱកាសឲ្យគេបញ្ចេញនូវស្នេហ៍របស់ខ្លួននៅពេលអាកាសល្អបានមកដល់មិនចាំយូរគេក៏បានប្រើប្រាស់នៅវិជារបស់ខ្លួនមួយដែលមានឈ្មោះថាវេទមន្តស្មោលឬមួយក៏ Magic Shadow ធ្វើការវាយប្រហារដ៏ធំមួយនោះទៅកាន់បិសាចមួយនោះពេញហើយសាច់រឿងរបស់យើងក៏ត្រូវបានចាប់ត្រឹមនេះដូចគ្នាជាងមកចង់ដឹងថាសាច់រឿងបន្ទាប់ពួកគេនឹងត្រូវជួបប្រទះជាមួយនឹងរឿងអ្វីខ្លះនោះជាងមានតែត្រូវរងចាំទស្សនាភាគក្រោយដែលត្រូវជាភាគបន្តរបស់យើងទេរ៉ៃ